បាទសួស្តីបងប្អូនក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទអង្គគុជឃ្មុំពីរអង្គគឺយកមកដាក់ផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយថ្ងៃនេះក៏ជាថ្ងៃសិលទៀតដែរបងប្អូនណាខ្ញុំក៏ឆ្លៀតយកប្រភេទនៃអង្គគុជឃ្មុំបាទពីរអង្គគឺយកមកដាក់ផុសចែកជូនដល់បងប្អូនទស្សនាតែម្ដងអង្គគុជឃ្មុំនេះគឺសាច់ចាស់ល្អណាស់បងប្អូនណាគឺសាច់ចាស់ល្អណាស់ឡើងខ្មៅក្រឹបដូចដែកតែម្ដងបងប្អូនឃើញទេបាទនេះរូបរាងលោកមិនសូវស្អាតទេតែសាច់ស្អាតអស់ទាស់បងប្អូនណាបាទឡើងខ្មៅក្រឹបតែម្ដងបាទនេះគឺជាប្រភេទនៃអង្គគុជឃ្មុំដែលមានសាច់ចាស់ដូចដែកបងប្អូនណាបាទឡើងខ្មៅក្រឹបតែម្ដងបាទពិសេសតែម្ដងបងប្អូនណាបាទគឺពិសេសណាស់ប្រភេទនៃអង្គគុជឃ្មុំនេះបាទសុទ្ធតែជាសាច់ចាស់ល្អបងប្អូនឃើញទេបាទនេះគ្រាន់ថារូបរាងរបស់លោកគឺមិនសូវស្អាតបន្តិចបងប្អូនណាតែបើសិនជាយើងចង់ស្អាតយើងខាត់រំលីងខាត់អីទៅគឺរលោងអាចស្រោបធ្វើជាខ្នាតបន្តោងទៅគឺស្អាតតែម្ដងបងប្អូនណាបាទសាច់ឡើងខ្មៅក្រឹបបងប្អូនណាបាទនេះប្រព័ន្ធមេដៃធំជាងមេដៃបន្តិចខ្នាតបន្តោងស្អាតបងប្អូនណាខ្នាតបន្តោងស្អាតពិសេសតែម្ដងបងប្អូនណាគឺពិសេសតែម្ដងបាទប្រភេទនៃអង្គគុជឃ្មុំឬក៏យើងអាចហៅថាជាអង្គគុជនៃគុជអាទិទេពបងប្អូនណាបាទគុជអាទិទេពបងប្អូនឃើញស្រាប់ហើយបងប្អូនណាឃើញស្រាប់ហើយបាទរូបរាងនៅក្នុងនេះហើយអានុភាពនៃការប្រើប្រាស់របស់លោកខ្ញុំអាសានិយាយរៀបរាប់ប្រាប់បងប្អូនឬក៏ក្មួយបាទឲ្យបានដឹងជាច្រើនលើកមកហើយបងប្អូនណាបាទការប្រើប្រាស់នៃអានុភាពនៃការប្រើប្រាស់របស់លោកគឺខាងស្បែកស្វិតស្បែកគង់បជាគ្រោះបជាភ័យការពីរលនៅអំពើមុនខ្មៅទាំងឡាយទាំងពួងខាងបច្ច័យសង្គ្រាមបាទដាក់ផ្ទះគឺមានលៀបមានជ័យជិះឡានជិះម៉ូតូមិនថាផ្លូវចិត្តឬក៏ផ្លូវឆ្ងាយពេលយប់ឬក៏ពេលថ្ងៃនោះទេបងប្អូនណាហើយក៏យើងប្រើបានទាំងអស់គ្នាទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បងប្អូនណាទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បាទនេះគឺជាប្រភេទនៃអង្គគុជឃ្មុំបងប្អូនណានៃអង្គគុជឃ្មុំបាទហើយអង្គគុជឃ្មុំនេះដែរដូចខ្ញុំបានជម្រាបហើយបើឥឡូវនេះគឺខ្ញុំមានបញ្ចុះនៅក្នុងតម្លៃពិសេសបងប្អូនណាបាទគឺមានបញ្ចុះនៅក្នុងតម្លៃពិសេសបងប្អូនណាបាទក្នុងតម្លៃពិសេសនោះគឺមិនធ្លាប់មានទេបងប្អូនណាគឺយើងបញ្ចុះនៅក្នុងតម្លៃពិសេសរហូតដល់បុណ្យចូលឆ្នាំខ្មែរយើងហើយបងប្អូនណាហើយជាវមួយអង្គគឺថែមជូនមួយអង្គទៀតបងប្អូនណានៅក្នុងតម្លៃពិសេសជាវមួយអង្គហើយគឺថែមជូនមួយអង្គទៀតបងប្អូនណាគឺជាវមួយអង្គហើយគឺថែមជូនមួយអង្គទៀតបាទនេះហើយគឺជាប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទហើយបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានបងប្អូនណាគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមបងប្អូនណាឬក៏តាមរយៈលេខ Telegram ខ្ញុំបានគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង page ខ្ញុំបានដែលមានទំនុកទុកចិត្តលើ page ខ្ញុំបានឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងទៅបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លលើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីក៏សូមខន្តីអភ័យទោសផងបងណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា